ជំរាបសួរថ្ងៃនេះមកថតជាវីដេអូនៅសួនជីវៈចម្រុះហើយដែលឃើញស្លឹកច្រើននេះពុកម៉ែបងប្អូនដឹងថាស្អីអត់តាមចិត្តមួយឆ្នាំហើយមានស្លឹកប៉ុណ្្នឹងឯងគឺផាសិនចានេះផាសិនតែអត់ទាន់ឃើញលទ្ធផលថាផ្លែយ៉ាងម៉េចទេណាតែគណៈថាយើងដាំឲ្យល្អស្លឹកបៃតងអញ្ចឹងណាហើយនេះសួនស្ពៃនេះគឺយើងប្រមូលផលម្ដងហើយចាឥឡូវយើងមកកលេចមើលថាក្នុងសួនជីវៈចម្រុះយើងមានអីខ្លះនេះមានដើមបិប៉ោះទីនេះតិចទៀតអ្នកគ្រូកាត់យកទៅស្លឡើយបិប៉ោះគេល្អមែនទែននេះប៉ុន្តែមិនទាន់បានផ្លែទេទើបតែចេញផ្កាប៉ុន្តែដើមអស់ទើសហ្មងឥឡូវយើងមកមើលនឹងគេនេះសណ្ដែកគួររកនឹងមិនឃើញសណ្ដែកគួរថ្នាក់កម្រិតទាបឥឡូវយើងមើលសណ្ដែកគួរល្អមែនទែនថ្ងៃមុនគេនាំសិស្សមកសង្កេតសណ្ដែកគួរម្ដងហើយក៏បានបេះផ្លែឲ្យសិស្សញ៉ាំដែរនេះល្អមែនទែននេះទើបតែចេញផ្លែលើកទី1នេះណាមើលល្អមែនទែននេះក្រោមវែងនេះអូយនេះពេញនេះរឹងបើចលក់ប្រហុកត្រូវហើយនេះចាតោះឥឡូវយើងបន្តទៀតមើលនេះអូយល្អមែនទែនអូនេះខាងនេះសិតតែផ្លែឡើងទៅយោងកាលមុនគេប៊ូលីថាប្រហែលជាមិនមានផ្លែទេឥឡូវគ្នាខំប្រឹងចេញយ៉ាងល្អមែនទែនហ្មងនេះណាមើលហើយឥឡូវយើងមកមើលថាក្នុងនេះមានអីទៀតនេះមានដើមកន្ទឹមតែដឹងមិនប្រឆាំងជាមួយអ្នកគ្រូដាំ2ឆ្នាំហើយបានតែប៉ុណ្្នឹងទេហើយតបែកហើយក្រូចហើយគៀនខាងនេះគៀនខាងនេះគឺយើងទៅតែដាំអីដាំពពាយហើយនេះក៏មានងប់ដែរនៅអ្នកគ្រូកំពុងតែកាត់ផ្ទីធ្វើម្ហូបចាផ្ទីក៏ល្អដែរគឺធម្មជាតិវាដុះខ្លួនឯងអញ្ចឹងយើងចេះតែទុកវាទៅហើយនេះបត់ឈ្នះទេដោយសារតែស្លឹកចន្ទគិរីច្រើនពេកបោះខ្លះចាល្អមែនទែននេះផ្ទីមើលហើយងប់ក៏មានងប់ខាងនោះឥឡូវយើងមកមើលកន្លែងផ្សេងទៀតនេះយើងត្រៀមដាំស្ពៃសហើយនេះខ្ញុំបានដាំជុំវិញនេះគឺខ្ញុំបានដាំម្ទេសហើយហើយក្នុងនេះកំពុងតែដាំឆៃថាវតែដាំម្សិលមិញហើយនេះក៏ដាំក្រូចដែរចាហើយនេះក៏ម្ទេសឥឡូវយើងមកមើលហើយនេះស្ពៃសដែលគេផ្សាបហើយត្រៀមដាំរោងនេះមួយហើយនឹងដាំរោងខាងនោះមួយចាហើយនេះឈើរីខ្មែរក្នុងនេះមានទាំងអស់ណាឈើរីហើយនេះលហុងហើយនោះខ្នោអញ្ចឹងយើងមើលខ្នោយើងមានដើមនេះមួយហើយមានទៅខាងនោះមួយទៀតខ្នោចាចឹងខ្នោមានច្រើនឈើរីហើយនេះក៏យើងដាំខ្នោមួយដើមដែរនេះអ្នកគ្រូបេះថ្ងៃឡើងអ្នកគ្រូត្រូវបរៀនពេលរសៀលចិត្តអញ្ចឹងញ៉ាំបាយនៅសាលាអញ្ចឹងនាំគ្នាថ្ងៃនេះចង់ស្ងោផ្ទីហើយនឹងងប់តែយើងមកមើលពេញប៉ោះនេះអស់ទាស់ហ្មង review ពេញប៉ោះម្ដងទៀតនេះផ្កាយនេះដល់ក៏ល្អហួសអ្នកដាំផៅពេញប៉ោះក៏ផៅដែរមើលសិតតែធម្មជាតិសុទ្ធណានេះផ្កាយមានតែតាមមើលតែផ្កាសិនទេណានេះណាចានេះក្នុងសួនរបស់យើងបើសិនជានៅផ្ទះមានតែប៉ុណ្្នេះប្រហែលជាក្តីសុខហើយក្នុងសួនទាំងអស់នេះកន្លែងថ្នាក់កម្រិតណាគឺគាត់ស្រោចរៀងខ្លួនកម្រិតទាបនេះមធ្យមកខ្ពស់កអញ្ចឹងយើងស្រោចរៀងខ្លួនតែខ្ញុំបន្ទាប់ពីដកស្ពៃហើយខ្ញុំដាំម្ទេសជុំវិញហើយនឹងដាំឆៃថាវយើងដែលបានដាំឆៃថាវឲ្យចង់ដឹងមើមហ្នឹងយ៉ាងម៉េចសណ្ដុកយើងដាំហើយយើងឲ្យកុមារដាំហើយបន្ទាប់ពីវាដុះចេញមើមយើងអាចយកមកបង្រៀនបានទៀតតាក់ទងនឹងការទស្សនាសង្កេតមើមបន្លែជាមើមណាអញ្ចឹងយើងមានសពគ្រប់ទាំងអស់អញ្ចឹងសួនណាដែលអ្នកគ្រូគេដាំបន្ទាប់ពីដុះឬក៏ប្រមូលផលគេអាចបង្រៀនកូនសិស្សបានតាមហ្នឹងហើយដោយសណ្ដែកគួរអញ្ចេះ
កុមារដាំហើយដល់ពេលកុមារដាំហើយអ្នកគ្រូអ្នកគ្រូក៏នេះដែរក៏នាំកុមារមកទស្សនាសង្កេតភ្លក់ផ្លែវាផ្ទាល់ថាវាមានមិនអីមិនចឹងណារសជាតិមិនអីចឹងហើយសម្រាប់ធ្វើអីខ្លះអញ្ចឹងអ្នកគ្រូគេនាំកុមារកម្រិតទាបមកភ្លក់ហើយមើលផ្លែល្អមែនទេនេះឡើយតយោងឥឡូវយើងមកមើលអ្នកគ្រូដែលបេះផ្ទីហើយផ្ទីនេះយ៉ាបានដាំទេណាអញ្ចឹងថ្ងៃនេះធ្វើម្ហូបអីអ្នកគ្រូស្ងោរផ្ទីលាយជាមួយផ្សិតស្ងោរផ្ទីលាយជាមួយផ្សិតតែចំបើងនេះផ្ទីនេះវាដុះខ្លួនឯងអញ្ចឹងទៅយើងចេះតែស្រោចទឹកហើយយើងចេះតែកាត់ទៅវាចេះតែលើសមកបន្តគ្នាបេះពេកមកឡើងចឹងទៅត្របេះពេកផ្កាអស់រលីងនេះសិតតែជាបន្លែធម្មជាតិណាអរគុណច្រើនបាយបាយ